មនុស្សភាគច្រើននៅពេលដែលចូលចិត្តនៅតែឯងចូលចិត្តសង្ងំនៅតែក្នុងបន្ទប់គេតែងថាមនុស្សនេះគឺជាមនុស្ស introvert សម្រាប់ខ្ញុំក៏មិនដឹងថាការដែលនៅក្នុងតែបន្ទប់មួយកន្លែងមិនចេញក្រៅមិនចង់ជួបមុខអ្នកដទៃនោះជាមនុស្ស introvert ឬក៏យ៉ាងណាដែរតែរូបខ្ញុំគិតថាគឺវាមិនដូច្នោះទេគ្រាន់តែពេលខ្លះយើងចង់យកពេលទាំងនោះយកមកសិក្សាស្រាវជ្រាវអំពីការងាររបស់យើងស្រឡាញ់យើងចង់ធ្វើអ្វីមួយដែលយើងតែងតែគិតឲ្យចង់ធ្វើវាតែប៉ុណ្ណោះការអង្គុយតែឯងសង្ងំនៅក្នុងតែបន្ទប់ក៏វាជាធម៌ពលមួយដែលធ្វើឲ្យយើងគិតឃើញនៅគំនិតថ្មីនៅកំហុសថ្មីដែលយើងចង់ធ្វើបន្តតែប៉ុណ្ណោះការងារដែលសំខាន់នោះថាតើយើងស្រឡាញ់អ្វីឲ្យពិតប្រាកដខ្ញុំតែងតែរកអ្វីដែលជាខ្លួនឯងស្វែងយល់អ្វីដែលខ្លួនស្រឡាញ់ខ្ញុំតែងតែមានគេឲ្យដំបូងមានខ្ញុំជាច្រើនថាអូនត្រូវធ្វើបែបនេះធ្វើការងារនោះរៀនបែបនេះទើបការងារយើងទទួលបានជោគជ័យហើយបានប្រាក់ខែខ្ពស់តែនៅពេលដែលខ្ញុំយកមកគិតយូរទៅខ្ញុំគិតថាតើខ្ញុំគួរតែធ្វើតាមទីផ្សារឬមួយក៏ធ្វើតាមក្តីស្រមៃធ្វើតាមអ្វីដែលខ្ញុំស្រឡាញ់